ស្វាគមន៍មកកាន់វីដេអូកោះតៃវ៉ាន់ថ្ងៃទី1របស់ខ្ញុំឥឡូវនេះយើងកំពុងតែហោះហើរហើយអូយលើកទី1ហើយជាយន្តហោះអ្នកទាំងអស់គ្នាអើយចាគឺថាពេលឡើងដំបូងព្រលឹងចង់សក់តែម្ដងដោយសារតែយើងដែលបានជាយន្តហោះដល់ពេលជិះដំបូងរៀងភ័យបន្តិច fly រយៈពេលប្រហែលជា3-4ម៉ោងយើងក៏បានមកដល់ពលាននៅតៃវ៉ាន់និយាយទៅមកដល់ពលានគឺល្ងាចល្មមបន្ទាប់ពីចេញពីពលានហើយគឺយើងទៅកន្លែងញ៉ាំអីមកដោយសារតែល្ងាចដែរម៉ោង7:07ហើយនេះគឺជាមុខម្ហូបសម្រាប់ថ្ងៃដំបូងមានថៃមានឆាស្បៃមានស្កាតាហូអីចឹងទៅបន្ទាប់ពីញ៉ាំអីហើយយើងក៏បានមកបន្ទប់ហើយនេះគឺជាកន្លែងដែលយើងត្រូវស្នាក់នៅរយៈពេល3ថ្ងៃបន្ទប់អត់សូវធំខ្លាំងទេប៉ុន្តែគឺស្អាតនិយាយទៅមើលទៅបែប clean ហើយអត់សូវដេកញ៉ៃអីច្រើនទេហើយអសនៅលើពុកនោះគឺជាឈ្មោះអូតារបស់គេដែលមានឈ្មោះថាឆាំនៅក្នុងទីក្រុងតៃប៉ាមកថ្ងៃដំបូងអត់ឲ្យខាត់ពេលទេគឺងុយទឹករៀបចំខ្លួនអីហើយយើងក៏បានអាចចេញមកក្រៅទៅផ្សាររាត្រីដែលនៅជិតអូតាកន្លែងយើងគេងហ្នឹងដោយសារតែពេលល្ងាចញ៉ាំអាចសូវបានអញ្ចឹងរៀងឃ្លានដែរយើងទៅឲ្យញ៉ាំបន្ថែមនៅផ្សាររាត្រីទស្សនភាពខ្ញុំថតនេះប្រហែលជាម៉ោង 9:10 ហើយប៉ុន្តែនៅតែមានមនុស្សច្រើនខ្លាំងដោយសារងាកមិញញ៉ាំអាចសូវបានដែរឃ្លានពេកនៅភ្នែកដាក់ចេញមកក្រៅដើម្បីឲ្យញ៉ាំបន្ថែមហើយខ្ញុំបានតែកំងដូចជាស្លាមមាត់បំពងជាមួយនឹងមឹកបំពងប៉ុន្តែម្ហូបនេះគឺថាឆ្ងាញ់ឲ្យរ៉េត9លើ10ហ្មងណាដោយសារតែរសជាតិដូចនៅខ្មែរដែរអញ្ចឹងយើងអាចញ៉ាំបាន and then ដល់មកចំពីជុំក៏នាំគ្នាទៅកន្លែងគេងវិញដោយសារតែរៀងអត់ខ្យល់ដែរកាន់មកដល់ពេលព្រឹកថ្ងៃបន្ទាប់នេះគឺជាសកម្មភាពដែលយើងកំពុងតែថតរូបជុំគ្នានៅមុខស្ថានភាពកន្លែងខ្ញុំមកលេងដំបូងគេនេះគឺជាកន្លែងមួយដែលល្បីនៅក្នុងទីក្រុងតៃប៉ាជាកន្លែងរបៀបថាគេសាងសង់រូបអ្នកដឹកនាំរបស់ប្រទេសគេអញ្ចឹងណាហើយនិយាយទៅគឺសម្បូរអ្នកទេសចរទៅខ្លាំងមែនតើចាដោយសារតែកន្លែងនេះមានទីធ្លារៀងធំដែរអញ្ចឹងយើងចុះពីលើឡានក្រុងនៅខាងមុខមកគឺគេតម្រូវយើងដើរចូលទៅខាងក្នុងដើម្បីមើលការតាំងពិព័រណ៍ផ្សេងហើយនៅក្នុងនោះក៏មានគេសម្ដែងសូដែលគេផ្លាស់ប្ដូរតាហ៊ានណាប៉ុន្តែខ្ញុំអត់បានថតដោយសារតែដើរទៅអត់ទាន់ហ្នឹងហើយគឺជារូបភាពថ្នាក់ដឹកនាំរបស់គេដែលគេសាងសង់នៅក្នុងអគារហ្នឹងហើយនៅក្នុងហ្នឹងក៏មានការតាំងពិព័រណ៍ជាគំនូរអីផ្សេងដែលប្រហែលជាគេគូរដោយដៃអីចឹងទៅនេះរបៀបហូបអញ្ចឹងណាហើយយើងបន្ទាប់ពីចេញពីកន្លែងហ្នឹងយើងក៏ទៅមកកន្លែងទៀតដែលហៅថាអគារ101ហើយអគារហ្នឹងគឺខ្ពស់ខ្លាំងមែនតើអ្នកទាំងអស់គ្នាដែលយើងអាចមើលឃើញទេសភាពខាងក្រោមទាំងស្រុងហ្មងដូចក្នុងវីដេអូដែលខ្ញុំដាក់ជូនអ្នកទាំងអស់គ្នាហ្នឹងហើយអ្វីដែលកាន់តែពិសេសនោះគឺយើងចំណាយពេលជិះចតាយន្តត្រឹមតែ37វិនាទីអ្នកទាំងអស់គ្នាយើងនឹងមកដល់ជាន់ទី89តែម្ដងគឺលឿនខ្លាំងមែនតើអ្វីដែលខ្ញុំមើលឃើញហើយតសានោះគឺថាគឺនៅតាមដងផ្លូវគឺពោពេញទៅដោយដើមឈើកន្លែងណាក៏មានទេសភាពពណ៌បៃតងដែរដល់ពេលជិះដល់កន្លែងណាក៏ពណ៌បៃតងអញ្ចឹងយើងមើលទៅគឺថាត្រជាក់ភ្នែកខ្លាំងមែនតើហើយមានអារម្មណ៍ថាស្រស់ស្រាយពេលយើងបានឃើញសម្បីតែនៅក្នុងផ្សារនេះក៏ដោយគឺមានដើមឈើនៅក្នុងនឹងទៀតដូចអ្នកនរគ្នាឃើញវីដេអូអញ្ចឹងហើយក៏មើលសក់របស់ខ្ញុំគឺថាដើរលេងឡើងបាសសក់ឲ្យមួយថ្ងៃហ្នឹងបាននិយាយភ្ញៀវទេសចរវិញណាអ្នកនរគ្នាគឺថាមានច្រើនខ្លាំងមែនតើចម្រុះទៅដោយគ្រប់ជាតិសាសន៍តែម្ដងជាពិសេសកូរ៉េជប៉ុនអីអញ្ចឹងទៅដែលចោះដើរឡើងឥឡូវមកដល់ពេលល្ងាចដល់ពេលញ៉ាំអីទៀតហើយនេះគឺជាមុខម្ហូបសម្រាប់ថ្ងៃទី2នេះគឺជាស្ងោរស៊ុបមាន់ហើយបាយឆាបាយជាបាយឆាល្បីអ្នកនរគ្នាគឺថាខ្ញុំទៅ3ថ្ងៃញ៉ាំបាយឆានឹង2ថ្ងៃឯងប៉ុន្តែខ្ញុំអត់ចេះញ៉ាំទេដោយសារតែក្លិនពេកចឹងចង់មានអត់ឆ្នាំក្រោយចង់អត់ចង់ហូរខ្លាំងមួយទៀតបន្ទាប់ពីញ៉ាំអីហើយថ្នាក់គ្រប់គ្រងគាត់ឡើងថ្លែងមតិអីអញ្ចឹងណាហើយដំណើរកម្សាន្តទាំងស្រុងរបស់ខ្ញុំនេះគឺអរគុណទៅដល់ MK ដៃឈីក៏ដូចជាថ្នាក់គ្រប់គ្រងដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានទៅដើរលេងនៅក្រៅប្រទេសវគ្គ1សូមចប់ប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូវគ្គ2